ខ្ញុំអាចនិយាយថាថៃការទូតរបស់គាត់ខ្ញុំអាចថាឆ្លាតខ្ញុំទៅសើមែនតើដោយសារតែគាត់អាចធ្វើអីដែលយើងធ្វើអត់បានអានេះយើងត្រូវទទួលស្គាល់មួយព្រោះជាទូទៅរដ្ឋាភិបាលយើងនិយាយកគឺជាកឲ្យវាអាចជាងខបានទេក៏ប៉ុន្តែខាងថៃគឺគាត់អត់សូវខ្វល់ប្រហែលគាត់អត់សូវខ្វល់ថាអញនិយាយកកាយស្អែកដូរខមានរឿងកាត់ឡើងគាត់ខ្វល់ទេអញ្ចឹងបានអ្នកនរគ្នាមើលនៅលើបណ្ដាញសង្គមផ្លាស់ប្ដូរ statement រហូតstatement គាត់ដូររហូតហើយហ្នឹងជារឿយៗទេជារឿយៗហ្នឹងគឺជានយោបាយគេហៅថាកលិចរបស់ថៃប៉ុន្តែសុខាធ្វើអញ្ចឹងបានតែមកវិញគាត់ចំណេញហ៎ថៃឃើញអញ្ចឹងគាត់ចំណេញខ្ញុំអាចនិយាយបានថាថៃចូលចិត្តវាយគេហើយសូមគេចរចាបើសិនជាយើងកលេចទៅមើលការយើងដោះស្រាយ2008 2011វាយបានបន្តិចក៏សូមចរចាហើយក្បួនហ្នឹងមានអ្នកប្រាប់ខ្ញុំថាថៃខត់ប្រើក្បួនហ្នឹងជាមួយឡាវដែរតែចុងក្រោយឡាវអស់ដីវាយចរចាក្បួនហ្នឹងតណែទេថៃនយោបាយគាត់ប៉ុណ្ណឹងសួរថាហេតុអីមិនគាត់ជឿជាក់មិនគាត់ធ្វើអាហ្នឹងទៅមិនគាត់ cost and benefit ការវិភាគរបស់គាត់ណាវាយ៉ាងម៉េចគាត់នឹងលទ្ធផលចុងក្រោយរបស់គាត់ថាបើសិនជាគាត់ឧទាហរណ៍ណាគាត់ក្បត់ពាក្យសន្យាគាត់វាយបានដីពិភពលោកដាក់ទណ្ឌកម្មគាត់យ៉ាងយូរ5ឆ្នាំគាត់អាច lobby គេអាចដោះអានឹងបានដែរអាហ្នឹងហើយគឺជានយោបាយការទូតរបស់ថៃហើយគុណតម្លៃក៏វាតាមទាំងដែរនៅក្នុងខ្សែភ្នែកខ្ញុំជឿជាក់ថានៅក្នុងខ្សែភ្នែកអ្នកនយោបាយក្នុងអាស៊ានក៏មើលថៃមិនមែនជាប្រទេសមួយឬក៏អ្នកនយោបាយមួយដែលទុកចិត្តដែរបើនេះទៅយើងមើលអាស៊ានសម្ដេចធិបតីលោកដើរទៅមានប្រធានាធិបតីមានថ្នាក់ដឹកនាំដើរតាមច្រើនអាហ្នឹងគឺជាតម្លៃដែលគេផ្ដោតឲ្យជាកិត្តិយសមានថាយើងជាបុរសប្រុសនិយាយមួយម៉ាត់ណាគឺម៉ាត់ហ្នឹងតែថៃគឺគាត់កលិចចំពោះការប្រកួតប្រជែងគ្នារវាងចិននិងអាមេរិកខ្ញុំសង្កនិយាយថាយើងកុំប្រើ lens កុំប្រើ Venta សង្គ្រាមត្រជាក់យកមកវិភាគឥឡូវហ្នឹងយើងអាចហាមឃាត់ចិនទៅស្និទ្ធជាមួយថៃហើយថៃក៏អាចហាមឃាត់កម្ពុជាទៅស្និទ្ធជាមួយអាមេរិកដូចគ្នាសាច់រឿងហ្នឹងគឺវាអញ្ចឹងឯងហើយប្រទេសពីរហ្នឹងក៏គាត់មិនចង់ឲ្យមានប្រទេសមួយណាជាសត្រូវរបស់គាត់ដែរចិននិយាយតែសារថៃវាអាចគេ as close as one family ហ្នឹងគេបោះបង់អត់នេះអត់វាលឿនពេកនៅក្នុងការសន្និដ្ឋានណាអានេះបើសិនជាយើងគិតអញ្ចឹងមែនវាដូចសង្សារយើងអញ្ចឹងគ្រាន់ថាយើងធ្វើខុសឲ្យបន្តិចមកឬក៏និយាយតិចបើឲ្យឈប់ឆ្លាញ់អូនទេរបៀបអញ្ចឹងដែរអញ្ចឹងយើងនយោបាយការបរទេសយើងកុំគិតវាលឿនពេកការនិយាយភាពសាសនាពាក្យសាសនានោះគឺជារឿងធម្មតារបស់អ្នកការទូតទេហើយចំពោះការនយោបាយការបរទេសរវាងខ្មែរហើយជាមួយនឹងថៃមាន style ពីរខុសគ្នាមួយគឺម៉ាត់ណាម៉ាត់ហ្នឹងដែលជានយោបាយរបស់ប្រទេសខ្មែរមួយទៀតគឺការប្រែប្រួលអត់ឈប់ឈរម្ដងឆ្វេងម្ដងស្ដាំរបស់ប្រទេសថៃដោយសារតែប្រទេសថៃហើយខ្ញុំក៏ឯកភាពគំនិតមួយនឹងដែរពូកែខាង lobby មែនទេថៃវាអាចធ្វើខុសហើយមិនឈូមិនឆាប់វាអាចប្រែคลายកំហុសរបស់វាហ្នឹងទៅជាការទទួលស្គាល់កំហុសរឿងនេះរួចខ្លួនបាទសុំទោសមួយម៉ាត់ចប់រឿងឥឡូវឧទាហរណ៍រឿងវាបាញ់យើងថ្ងៃទី28ឧសភាមានពីណាគេរំលឹករឿងហ្នឹងទៀតទេណាផ្លេចម៉ាត់ហើយព្រោះរឿងហ្នឹងថ្ងៃ28ឧសភាតមកវាយយើង5ថ្ងៃយើងគិតរឿង5ថ្ងៃហើយចាប់ដាំផ្លេចថ្ងៃទី28ឧសភាណាបន្តមកទៀតហត់ទៅហ្នឹងវាចេញមកណាដាក់បលាលួបបលាអីអារឿងថ្ងៃទី28ឧសភាកាន់តែខ្លាំងតែផ្លេចទៀតឥឡូវសួរសម្រាប់សម្រួលមកនេះហើយគឺជាដំណើរដើមតងរបស់ប្រទេសថៃដែលវាដឹងថាវាធ្វើអញ្ចឹងបានវាអាចធ្វើកំហុសអញ្ចឹងបានហើយវាអាចសុំទោសតាមក្រោយបានហើយវាអាចឲ្យគេលើកទោសវាបានបាទអញ្ចឹងមានន័យថាខាងថៃនេះប្រកែខ្លាំងមែនតើក្នុងការកាឡប់ប៊ីទៅលើការទូតទាំងអស់ហ្នឹងអញ្ចឹងដើម្បីភ្ជាប់ទៅសំណួរហ្នឹងខ្ញុំចង់ភ្ជាប់ទៅសំណួរមួយទៀតថាតើនយោបាយនិយាយបាតដៃខ្នងដៃមិនចេះទៅមិនធ្វើអ្វីដែលខ្លួនឯងនិយាយមានថាបែបការបត់បែនលឿនហ្នឹងវាគឺជានយោបាយការទូតឆ្លាតវៃរបស់ថៃឬក៏គ្រាន់តែជាការដោះទាល់មួយគ្រារបស់ថៃទេបងខ្ញុំថាជាយុទ្ធសាស្ត្ររបស់ថៃតែហ្មងមិនមែនដោះទុកឥឡូវនេះទេវាជាយុទ្ធសាស្ត្រតាំងពីអើយមកគាត់អញ្ចឹងតាំងពីអើយមកហ្នឹងគ្រាន់តែថារាល់ដងអាចថាគាត់មានបារមីណាវាចេះតែរួចខ្លួនធ្វើបានណាប៉ុន្តែបើសិនជាគាត់កាន់តែធ្វើកាន់តែលងប្រជាពលរដ្ឋជឿពីណាឧទាហរណ៍ណាឥឡូវឧទាហរណ៍ថាកិច្ចព្រមព្រៀងសន្តិភាពអាផ្លាយចឹងមែនអាមេរិកគេជួយប្រទេសកម្ពុជាព្រោះយើងប្រកាន់ជាប់លើច្បាប់អន្តរជាតិអញ្ចឹងបើសិនជាថៃនេះវាធ្វើច្បាប់ខុសច្បាប់អន្តរជាតិហើយវាបានដីហ្នឹងទី1វាលេងបានដីហ្នឹងទី2សម្លឹងមើលទៅលើមេធំរបស់វាសម្លឹងទៅមើលរដ្ឋាភិបាលវាអសមត្ថភាពចុះស្រែកក្រែងក្តែងថាអាហ្នឹងទឹកដីរបស់ថៃឥឡូវមិនបានឲ្យគេឥឡូវដោះរបៀបម៉េចអញ្ចឹង
ភាពកលិចកលុចរបស់ថៃខ្ញុំគិតថាវាមានហានិភ័យត្រង់ហ្នឹងគ្រាន់ថាកន្លងមក2008 2011ហ្នឹងវាចេះទៅរួចខ្លួនវាសំណាងតែ2025ហ្នឹងសួរថាសំណាងដូចមុនដែរអត់រឿងហ្នឹងវាធ្វើសញ្ញាសួរនៅឡើយណាដោយសារត្រូវចាំឬមិនចាំទោះបីជាខាងក្រមយោធាឡើងប្រជាប្រិយភាពមែនប៉ុន្តែមិនមានន័យថា reformist នេះបាក់ប្រជាប្រិយភាពទេ reformist នេះខ្ញុំតែសើគាត់ត្រង់មួយខ្ញុំធ្លាប់បានជួបមេដឹកនាំ reformist ម្នាក់គាត់មានយុទ្ធសាស្ត្រល្អមែនគាត់ថាគាត់សុខចិត្តមិនខ្លាចទៅជានាយករដ្ឋមន្ត្រីគាត់សុខចិត្តនៅធំសភាក៏បានដែរឲ្យតវ៉ាមួយគ្នានៅសភាអញ្ចឹងគាត់មិនចាំបាច់ធ្វើនាយករដ្ឋមន្ត្រីក៏បានដែរគាត់អត់ compromise ទេមានថាម៉េចគោលនយោបាយគាត់តឹង reform ហ្នឹងគឺកាត់អំណាចរបស់ស្ដេចបាទនិយាយសាមញ្ញទេប៉ុន្តែសួរថាខ្ញុំក៏សួរថាចុះអ្នកឯងក៏បធូរតិចទៅឡើងខ្លាចជានាយករដ្ឋមន្ត្រីហើយខ្ញុំគិតទៀតថាអត់ធ្វើអញ្ចឹងទេគាត់ធ្វើអញ្ចឹងចែកដល់ដែរប្រជាពលរដ្ឋគាត់លេខទុកចិត្តគាត់ធ្វើមិនអញ្ចឹងខ្ញុំឃើញថាគាត់នឹងក៏មើលឃើញសម្លឹងថាទោះបីជារដ្ឋាភិបាលកលិចកលុចយ៉ាងណាក៏ប្រជាពលរដ្ឋនឹងចង់បានភាពច្បាស់លាស់មួយដែរអត់មានពីណាគេចង់បានពុកម្ដាយកលិចកលុចទេឪពុកម្ដាយកលិចកលុចយ៉ាងតាណាយូរអានេះកូនតែមួយនេះចុះអានេះទុកចិត្តបានអត់អានេះកូនចៅណាវាអញ្ចឹងខ្ញុំគិតថាប្រជាពលរដ្ឋថៃគង់តែមានថ្ងៃណាមួយអាចនឹងបកទៅសួរខាងមេធំខាងរដ្ឋាភិបាលរបស់ថៃបាទអរគុណមែនតើបងបញ្ញាជាស្ដាអញ្ចឹងមានន័យថានយោបាយបាតដៃខ្នងដៃរបស់ថៃនេះវាអាចធ្វើបានប៉ុន្តែនៅពេលយូរទៅបើសិនជាក្នុងករណីថៃនៅតែបន្តនយោបាយនឹងទៀតវាអាចធ្វើឲ្យបាត់ការទុកចិត្តពីប្រជាពលរដ្ឋខ្លួនឯង